បាទអនុញ្ញាតលំអរកាយគោរពម៉ែឪបងប្អូនទាំងអស់គ្នាថ្ងៃនេះវិលត្រឡប់មកជួបគ្នាសារជាថ្មីទៀតហើយនៅក្នុង Channel របស់ Admin គឺមានឈ្មោះថាចាន់នេះអញ្ចឹងថ្ងៃនេះផងដែរក៏ចង់នាំយកសាច់រឿងមួយទៅកាន់បងប្អូនផ្នែកស្ត្រីអញ្ចឹងណាថាកុំស្រាប់តែមានកូនបាត់ដោយអ្នកទាំងពីរហ្នឹងគឺសពថ្ងៃគឺជាសង្សារនឹងគ្នាទេគឺមិនទាន់បានរៀបការអ្វីនោះទេតែធ្វើមិនដេចបើខាងប្រុសឃើញអត់មិនបានអញ្ចឹងធ្វើឲ្យនាងហ្នឹងពោពោះទាំងវ័យក្មេងនាងឈ្មោះថាស្រីនិតអញ្ចឹងទៅគឺបានស្រឡាញ់គ្នាយូរដែរតែធ្វើមិនដេចបើព្រមរស់នៅជាមួយនឹងគ្នានៅក្នុងបន្ទប់ជួលមួយដែលមានពណ៌ភីងអញ្ចឹងណាក៏ធ្វើឲ្យបុរសម្នាក់ហ្នឹងមានចិត្តប្រតិព័ន្ធជាមួយនឹងគ្នាតែទោះបីជាយ៉ាងណាគឺមិនបានរត់ចោលគ្នាទេអញ្ចឹងមុននឹងចូលទៅដល់សាច់រឿងនេះក៏សូមចិត្តបងប្អូនជួយចុច like ចុច comment ចុច subscribe ម្នាក់មួយផងណាដើម្បីទទួលបាននៅវីដេអូថ្មីៗជាប្រចាំថ្ងៃទៀតអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅស្ដាប់សាច់រឿងពេញតែម្ដងទៅមាននារីម្នាក់ឈ្មោះថាស្រីនិតសពថ្ងៃនាងមានអាយុ18ឆ្នាំនាងទុំតែរៀនចប់ហើយរាល់ថ្ងៃនាងគឺជានារីធ្វើការរោងចក្រនៅឯខេត្តមួយហើយរាល់ថ្ងៃនាងក៏បានតាក់ទងនឹងបុរសម្នាក់តែដែលស្គាល់គ្នាយូរច្រើនឆ្នាំហើយដែរបានជានាងព្រមទុកចិត្តឲ្យមករស់នៅជាមួយបែបនេះគឺមិនថាអីមិនថាវ៉ាន់នោះទេព្រោះបានស្គាល់គ្នាយូរដែរទៅហើយថ្ងៃមួយពួកគេទាំងពីរបានមករួមរស់នៅបន្ទប់តែមួយគឺពេលខ្លះខាងប្រុសគឺហាក់បីដូចជាចង់រស់នៅឬក៏ចង់នៅក្បែរតែពីរនាក់ដោយទប់អារម្មណ៍មិនចង់ជាប់នោះទេគឺពេលខ្លះបុរសជាសង្សារហ្នឹងគឺខូចណាស់បានយកដៃទៅអង្អែលសក់ឬក៏អង្អែលដៃអ្វីត្បិតតែស្រីនិតជាសង្សារច្រើនឆ្នាំមែននាងក៏ប្រកាន់ភ្ជាប់នៅការមិនឲ្យប៉ះរូបរាងកាយនាងទេបើមិនបានការតែទោះបីជាយ៉ាងណាស្រីនិតខំធ្វើចិត្តបែបណាក៏ដោយគឺបុរសជាសង្សារនៅតែបានប៉ះដៃឬក៏អង្អែលសក់នាងដដែលហើយពួកគេទាំងពីរហ្នឹងគឺរាល់ថ្ងៃគឺធ្វើការជាមួយនឹងគ្នាគឺតែងតែដប់គ្នាទៅវិញទៅមកពីមុនបុរសដែលជាសង្សារហ្នឹងគឺនៅបន្ទប់ផ្សេងទេតែពួកគេចង់សន្សំលុយនិងរៀបការនោះឯងគឺបានបបួលគ្នាមករស់នៅតែពីរនាក់តែម្ដងទៅចំណែកឯគ្រួសាររបស់ពួកគេគឺមិនបានដឹងនោះទេគឺបានដឹងត្រឹមតែពួកគេទាំងពីរហ្នឹងគឺធ្វើការជាមួយនឹងគ្នានិងជាសង្សារនឹងគ្នាតែប៉ុណ្ណោះអញ្ចឹងហើយស្រីនិតក៏មិនដែលប្រាប់ទៅឪពុកម្ដាយរបស់នាងដែរព្រោះខ្លាចថាឪពុកម្ដាយនឹងស្ដីបន្ទោសឲ្យនាងទុំតែពេញវ័យផងបែរជានាំសង្សារហ្នឹងទៅរស់នៅក្នុងបន្ទប់ថ្ងៃមួយពេលយប់បុរសជាសង្សារក៏បានផឹកស្រាបន្តិចបន្តួចហើយក៏រៀងថាចង់ស្រវឹងដែរ
ក៏បានមកត្រឡប់មកបន្ទប់វិញជាមួយនឹងស្រីនិតគឺពេលនោះគេទប់អារម្មណ៍មិនបានក៏បានចូលទៅអោបស្រីនិតដើម្បីចង់រួមមេត្រីភាពតែម្ដងស្រីនិតគឺនាងប្រកែកមិនចេញនាងក៏បានទុកចិត្តទុកអារម្មណ៍ចោលមួយឡែកទៅហើយក៏បានប្រាប់ទៅសង្សារនឹងថាកុំអីថាកុំប្រយ័ត្នតែមានកូននឹងគឺពិបាកនឹងម៉ែឪដឹងឮទៅនឹងធ្វើឲ្យពួកយើងពិបាកពេលនោះស្រីនិតនាងក៏បានប្រាប់នៅមធ្យោបាយមួយទៅកាន់សង្សាររបស់ខ្លួននឹងឲ្យប្រើនៅរបស់ការពារទៅព្រោះថាបើយើងប្រើទៅវាមិនធ្វើឲ្យយើងនឹងមានកូននោះទេតែបរិជាសង្សារចង់ប៉ះស្បែកនឹងគ្នានោះគឺពួកគេបានរួមមេត្រីដោយមិនប្រើនៅរបស់ការពារទេបន្ទាប់ពីនោះគឺថាកំឡងផុតជាង1ខែស្រីនិតក៏មានអាការៈចាប់ផ្ដើមប្លែករាងវិលមុខហើយឈឺក្បាលហើយថែមទាំងក្អួតទៀតនាងដោយការសង្ស័យនោះដោយឮតែគេថាក្អួតនិងវិលមុខអញ្ចឹងអាចប្រហែលជាមកពីចាញ់កូនតែនាងនៅតែមិនទាន់បានទទួលយកនោះទេបងប្អូនចឹងអេដមីនក៏សូមនិយាយបន្តិចទៅគឺថាអេដមីននិយាយដោយមិនមានបន្ទប់ស្រួលបួទេគឺអាចនិយាយបានថាមានសំឡេងខ្លះដែលរំខានគឺមានសំឡេងកូនរបស់អេដមីនគឺគាត់បានស្រែកអីចឹងទៅហើយម៉ៃរបស់អេដមីនគឺមិនអាចកាត់សំឡេងណយនឹងដាច់ទេអញ្ចឹងសង្ឃឹមថាបងប្អូនគាំទ្រនៅវីដេអូដែល admin និយាយទៅបើសិនជាឮហើយនេះគឺជាបទពិសោធន៍ប្រចាំថ្ងៃដែល admin ទទួលបានពីនិយាយថាគឺបងប្អូននេះឯងគឺបានទៅផ្ដល់ជាសាច់រឿងឲ្យ admin អញ្ចឹងទោះបីជាមានសំឡេងរំខានបន្តិចក៏ដោយក៏សង្ឃឹមថាអ្នកទាំងអស់គ្នាគឺព្រមទទួលយកនៅបទពិសោធន៍នៅក្នុងជីវិតតែប៉ុណ្ណឹងអញ្ចឹងយើងបន្តទៅមុខទៀតបងប្អូនគឺនាងថ្ងៃនោះនាងបានទៅពេទ្យហើយក៏ទៅសួរពេទ្យថាអាការៈរបស់នាងហ្នឹងគឺក្អួតចង្អោរពេលខ្លះឈឺក្បាលហើយវិលមុខទៀតក្អួតម្ដងណាគឺមិនចេញនោះទេពេលនោះអ្នកគ្រូពេទ្យក៏បាននិយាយថាប្អូនយកប្រដាប់ពិនិត្យទឹកនោមនឹងទៅយកទៅពិនិត្យទៅបើសិនជាមានកូនគឺវាពីកម្មហើយពេលនោះនាងក៏បានទិញនៅប្រដាប់ពិនិត្យទឹកនោមហ្នឹងគឺមួយដើម្បីយកទៅពិនិត្យពេលនោះបងប្អូនគឺនាងពិនិត្យទៅស្រាប់តែឃើញឆ្នោតពីកម្មនាងក៏បានប្រាប់ទៅសង្សាររបស់នាងថាបងអើយនេះពីកម្មអូនប្រាប់ថាកុំហ្នឹងហើយបងនៅតែខំទៀតឥឡូវមានកូនបាត់ហើយបងគិតយ៉ាងម៉េចដែរនៅលើកូននឹងពេលនោះសង្សាររបស់នាងក៏និយាយថាមិនអីទេអូនយើងស្គាល់គ្នាច្រើនឆ្នាំហើយរឿងដែលយើងបានជ្រុលជ្រោះជាមួយគ្នាគឺយើងនឹងព្រមទទួលយកអញ្ចឹងស្រីនិតគឺនាងមិនបានអស់សង្ឃឹមនោះទេព្រោះអីមានសង្សារដែលព្រមទទួលយករឿងរ៉ាវដែលបានកើតឡើងដោយមិនបោះបង់នាងចោលនោះទេអញ្ចឹងបន្ទាប់មកពួកគាត់ក៏បាននិយាយជំនុំជាមួយគ្នាថាគឺកូននឹងចាំពេលដែលកើតមកយើងប្រាប់ឪពុកម្ដាយរបស់យើងទៅហើយពេលនេះយើងគ្រាន់តែពពោះសិនទៅដោយនិយាយបែបនេះហើយពួកគេទាំងពីរក៏បានយល់ព្រមជាមួយនឹងគ្នា
លុះដល់ពេលកូនគាត់ទាំងពីរហ្នឹងសម្រាលរួចគាត់ក៏បានទៅស្រុកហើយប្រាប់ថាឪពុកម្ដាយរបស់ខ្លួនហ្នឹងគឺខ្ញុំបានជ្រោះជ្រោះជាមួយនឹងគ្នាហើយដោយមួយឆ្នាំនេះគឺខ្ញុំមិនបានមកលេងស្រុកគឺខ្ញុំរវល់តែមានកូននេះឯងហើយឪពុកម្ដាយរបស់ខាងស្រីខាងប្រុសមិនដឹងថានឹងនិយាយថាម៉េចឲ្យកូនព្រោះអីរឿងដែលត្រូវកន្លងផុតហើយគឺឲ្យវាផុតទៅហើយអ្នកទាំងពីរនាក់ហ្នឹងក៏ចាប់ផ្ដើមចាប់ដៃគ្នាចាប់ដើមរកស៊ីអីចឹងទៅអញ្ចឹង admin ក៏ផ្ដល់ជាយោបល់ទៅកាន់បងប្អូនថាគឺជាសង្សារកុំធ្វេសប្រហែសឲ្យសោះទោះជាបីជាបានរស់នៅជាមួយគ្នាគួរតែប្រើរបស់ការពារព្រោះអាចនឹងខូចអនាគតគ្នាទៅវិញទៅមកចឹងណាតែ admin ក៏សូមឲ្យបងប្អូនចូលរួមគោរពតាមប្រពៃណីខ្មែរចឹងទៅគឺវាល្អហើយអញ្ចឹងសាច់រឿងទាំងអស់នេះគឺ admin បានផ្ដល់ឲ្យបងប្អូនទាំងអស់គ្នាគឺត្រឹមប៉ុណ្ណឹងអញ្ចឹងសង្ឃឹមថាបងប្អូនស្រឡាញ់និងចូលចិត្តកុំភ្លេចជួយចុច Subscribe ផងណាអញ្ចឹងបាយបាយជម្រាបលាបងប្អូន